đôi ngày môn lục con xem vậy thằng ngư mùi vai mùi ấy na sải lô lại ta chặt tục tha về sao ông lê it's a big fool phải chơi về sao mai ta chụp hiệp là nghi là ngơ là ngôn cloud tê đằng anh dậy na cầm riêng cầm hay ấy na nên là côn tê và đa tê nè căn na ấy bao nhiêu chẳng mấy có mình cá làm nai luôn anh tới mấy cái trăm ai yuan chặt đặt cục hay lượt đặt lan cho mà ai căn na bao giờ cái chẳng nó mấy có mình hiệp chấm tắt đây tấm thử tới mấy có áo yuan cục tờ lại thì nghe áo yuan hay và to mà tiết mấy có vay xiêm xiêm vay pong khao biết bà cái bán là máy cái này anh sân tập hẹp thôi với mình ai tê con mà cùng riêng mà với mình ai tê Pol Pot với slap mà nước to là yuan vay vô này bật với slap cái này với to yuan vay vô này à lỡ con sai nó ngay na cái giấy cái nhang ấy na công tê vào đây cái lắp máy tới chặt máy đặt cục tới con sai cái thẹt ba trao lô la ba nó chỉ môi được máy với mình ai thế đây yuan vô tắt yuan vô mình hên một mà mắt à lại đi xiêm vô hay xiêm về vô tầng tắt tầng đây đi đằng đây về bóng chết từ cái riêng không ai rồi mình ai thế mình đưa chụp pan năng hay nơi mình co sang sẽ đây sẽ lạnh để chập cái bàn microphone lắng cầm riêng ban với nhau vậy mới cầm riêng đó bàn say mà vinh bàn say mà vinh ọt chẳng xem chặt tục thay chia big fool phải chia từ sang khai thay chia xong đây là ngôn cloud đây với mình đang miên chuôn chết na rốt tả rương cái này ảnhខ្ញុំឆ្ងល់កើតមកជាខ្មែរបកាយជាងគេគឺគម្រាមខ្មែរបកាយជាងគេគឺធ្វើឲ្យខ្មែរខ្លាចចុះមិនក៏មិនធ្វើឲ្យបរទេសខ្លោចខ្លាចអាហ្នឹងហើយជាបញ្ហារបស់តាសែនខ្ញុំនេះតាសែនខ្ញុំចេះតែឆ្លោះជាមួយខ្មែរទេខ្ញុំអាយុ16ហើយឈប់រៀនទី6រកគោលដៅអត់ឃើញទេលោកតាជួយប្រាប់ផងវិលទៅរៀនវិញកូនចៅវិលទៅរៀនវិញឲ្យឆាប់ទី6ទេពណាចៅអើយទេពណាយើងរស់ពិបាកណាចៅតារាលោកតាឥឡូវមានបញ្ហាមួយទៀតទិញផ្ទះបានចូលនៅហើយតែបញ្ហាម្ចាស់បរិយគាត់អត់កាត់ប្លង់ឲ្យមានលិខិតស្នាមផ្ទះសម្បែងទេមានលិខិតស្នាមផ្ទះសម្បែងទេអាហ្នឹងហើយដែលហៅថាទិញផ្ទះចូលនៅហើយគេបោកនោះហើយចុះបើមិនកាត់ឈ្មោះថ្ងៃចូលនៅទេចាំដល់អង្កលកូនហើយអាហ្នឹងហើយជាការខុសណាណាចៅឯងយល់ទេពាក្យតានិយាយថាទិញផ្ទះឲ្យបានសោចូលនៅនោះមិនមែនយល់ទេឲ្យគេថាអូខេចូលនៅចុះស្រាប់ស្អែកឡើងគេមកធាក់គេថាផ្ទះរបស់ឯងពីកាលណាខ្ញុំបើឯងឲ្យសោខ្ញុំសោឯងលួចច្រឡងពីអញតាអាភ្លើផ្ទះហ្នឹងមានផ្ទះឯងណាចាញ់ឲ្យឆាប់បើមិនចាញ់អញធាក់យកទេធនណាឲ្យសោខ្ញុំហើយធាក់ខ្ញុំទៀតតើអ្នកណាល្ងងចៅយើងល្ងងណាចៅពាក្យតាប្រាប់តែទិញផ្ទះបានសោចូលនៅហ្នឹងគឺកាត់ឈ្មោះណាហើយចុះបើឯងមិនទាន់កាត់ឈ្មោះបានឯងទៅចូលនៅអាម៉េចខ្ញុំទុកចិត្តគេថាចូលនៅសិនទៅចាំគេកាត់ឲ្យអាហ្នឹងហើយគេបោកនោះកូនអាហ្នឹងហើយគេបោកកូនឯងនោះអញ្ចឹងកូនឯងចាញ់បោកគេទៀតហើយកូនហើយកូនឯងចាញ់បោកគេទៀតហើយណាចាញ់បោកគេទៀតហើយណាវេទនាណាកូនអើយចាញ់តែបោកគេតានិយាយថាធ្វើម៉េចឲ្យបាននៅអាហ្នឹងហើយបានគេហៅថាវាល្ងងហួសកាលណាអញនិយាយថាត្រូវបានសោនៅនោះគឺកាត់ឈ្មោះហើយបានចូលនៅអត់ថាតាមិនប្រាប់អញ្ចឹងខ្ញុំទិញផ្ទះឲ្យតែគេហុចសោទៅនៅហើយស្រាប់តែស្អែកឡើងគេមកធាក់តាគេប្រមូលយកអីវ៉ាន់ខ្ញុំក៏វត្តចោលមកផ្ទះតាខុសមកពីតាឯងនិយាយមិនអស់ខុសអញទៀតបើនិយាយដោយហ៊ុនសែនហ្នឹងខ្ញុំស្រួលស្ដាប់តាគាត់ថាតាងើបវាយហ្នឹងស្រួលស្ដាប់អញ្ចឹងខ្ញុំអត់ត្រូវការជឿតាចេមសុកឯងនេះខ្ញុំចង់រស់នៅក្រោមសម្ដេចហ៊ុនសែនព្រោះគាត់និយាយច្បាស់របស់គាត់ស្រួលយល់ណាតាងើបវាយណាធនអ៊ីវជាទូទៅបរិយគេឲ្យយើងកាត់ឈ្មោះខ្លួនឯងលោកបងបើគេឲ្យយើងកាត់ឈ្មោះខ្លួនឯងប្រាប់គេថា
ទាល់តែកាត់ឈ្មោះបានត្រឹមត្រូវបានខ្ញុំឲ្យលុយបើសិនបរិយគេថាគេអត់លក់អញ្ចឹងទេកុំទិញទៅបងឯងអត់នៅបរិយវាងាប់អីបើបងឯងដឹងថាអានឹងគឺជារបៀបបោកភូតហើយបងឯងចង់និយាយប្រាប់បងថាបងគេធ្វើតែអញ្ចឹងស្រុកខ្មែរគេបោកតែអញ្ចឹងបងអញ្ចឹងបងឯងឆ្លោះកញ្ចក់ឲ្យសួរខ្លួនឯងថាអញកើតពីពោះម៉ែអញមកព្រមឲ្យគេបោកទេអត់ព្រមបើអត់ព្រមទេចាំបាច់ទៅទិញបរិយកណ្ដួយអីចាំបាច់ទៅទិញបរិយកណ្ដួយអីទៅទិញអាផ្ទះធម្មតានៅមិនបានទេអីខ្ញុំចង់លុយដូចគេបើចង់លុយដូចគេមានន័យថាបងឯងចង់ឲ្យគេបោកកុំនិយាយប្រាប់បងរបៀបហ្នឹងតែនិយាយទៅបងក្តៅឆេវបងឯងឆ្លោះកញ្ចក់ណាបងឯងឆ្លោះកញ្ចក់ហើយបងឯងសួរថាបើដឹងគេបោកបងឯងនៅឲ្យគេបោកឬទេអានឹងអញ្ចឹងបងអ្វីគឺជាកំហុសរបស់យើងគេបោកយើងបានពីព្រោះយើងល្ងងអញ្ចឹងហើយបានជាបងប្រាប់ថាបើវាមិនទាន់កាត់ឈ្មោះវាមិនបានចូលនៅទេអត់បរិយហ្នឹងវាអត់ងាប់ទេទៅទិញផ្ទះធម្មតានៅទៅមិនបានទេចាំបាច់បរិយលោកអើយលោកខ្មែរអើយខ្មែរបងគេធ្វើអញ្ចឹងបងនៅស្រុកឡូវគេត្រូវការផ្ទះស្អាតអញ្ចឹងហើយផ្ទះស្អាតមានតែបរិយបើអត់បរិយទេអត់សួរខ្លួនឯងម្ដងទៀតថាកន្លែងគេបោកនៅហ្នឹងទៅឬមិនទៅបងខ្ញុំសុកចិត្តបថយអញ្ចឹងបងអត់មានបន្ទោសទេឃើញស្រីម្នាក់ស្អាតប្អូនស្រុកឥឡូវកើតអេតចង់តយមួយប្រពន្ធបងមួយនោះវាក៏ភើខ្ញុំដឹងថាវាក៏ភើអញ្ចឹងវាអាចអត់កើតអេតបងដាក់ព្រឹបមានអីបាយឡើងចាត់ឆ្លងដល់ប្រពន្ធទៀតបងកើតមកកម្មពៀបងអើយខ្ញុំទៅថ្វាយអង្គមព្រះអង្គចន្ទមនីថាបាបកម្មពីជាតិមុនចាំថ្ងៃងាប់ទៅបងអូនតាមពិតមិនមែនបាបបងអូនឯងទេពីព្រោះបងអូនឯងមិនបងអូនដេកតយមួយប្រពន្ធបងអូនឯងឃើញគេដោះឡើងមូលមុខគេលាបម្សៅបងអូនឯងជឿថាឲ្យតែស្អាតគឺអត់មានអេតបងអូនឯងជាលក់ផ្លឹបកើតអេតគ្មានបាបកម្មពីជាតិមុនឯណាទេគឺអំពើបាបនៅមុខហ្នឹងខ្ញុំតាំងពីក្មេងពួកម៉ាក់ស្រីច្រើនណាកាលខ្ញុំរស់នៅទីក្រុងញូវយ៉កណាបនស្រីខូចខ្ញុំស្គាល់យ៉ាងតិច100កន្លែងហើយចុះមិនខ្ញុំមិនកើតអេតណាយល់ហើយធនអ៊ីវអើយអានឹងហើយដែលគួរកែប្រែអូខេអានឹងហើយដែលគួរកែប្រែខុនដូក៏ដោយបូរីក៏ដោយសិតតែបោកហើយក្បួនបោកនឹងគេចម្លងពីស្រុកចិនមកខ្ញុំជឿថានៅប្រទេសកម្ពុជាបើពិតជាតាំងចិត្តដូចខ្ញុំគឺមានផ្ទះនៅអត់គេបោកទេអត់គេបោកទេបើទិញមិនបានតាមចិត្តខ្ញុំទេទិញដីមួយកន្លែងសង់ផ្ទះខ្លួនឯងទិញដីមួយកន្លែងកាត់ឈ្មោះឲ្យបានត្រឹមត្រូវសង់ផ្ទះខ្លួនឯងនៅបើអត់មានទេបោះតង់នៅសិនសំលុយធ្វើខ្ទមនៅការដែលគេបោកបានពីព្រោះយើងចូលតាមគេគេមិនយើងមិនដល់យើងចូលតាមគេគេបោកយើងបានដោយសារតែមហិច្ឆតារបស់យើងណាបងអូនបងឯងដឹងទេអ្នកនៅអាមេរិកគេបោកអស់សក់ក្បាលនៅស្រុកខ្មែរទិញផ្ទះគេបោកទិញដីគេបោកនៅអាមេរិកថាខ្ញុំខ្មាស់គេអើយខ្មាស់យ៉ាងម៉េចចុយម៉ែមករស់នៅស្រុកអាមេរិកឲ្យពួកខ្មែរបោកបានណាខ្ញុំប្រាប់អាពួក7មករាអត់ទាន់បានបោកខ្ញុំបានមិនស្អីទេណាសុំបីតាអា7មករាមករស់នៅអាមេរិកក៏អត់បោកខ្ញុំបានដែរខ្ញុំមើលខ្ញុំថាចុយអាពួកនេះ7មករាតើនេះអញ្ចឹងខួរក្បាលវាខួរក្បាលអីខួរក្បាល7មករាអញ្ចឹងអ្វីត្រូវប្រយ័ត្នព្រោះវាមិនមែនខួរក្បាលជនភៀសខ្លួនខ្មែរទេវាខួរក្បាល7មករាខ្ញុំនិយាយចំឲ្យស្ដាប់ខ្មែរធ្វើការនៅអាស៊ីសេរីនៅ VOA ដូចគ្នាអត់ខ្ញុំដឹងក្បាលអាណាវាបើកដោះយួនហើយបានវាមកក្បាលអាណា7មករាណាចង់ឯងប្រជាធិបតេយ្យប៉ុណ្ណាក៏ដោយឯងនៅអាស៊ីសេរីក៏ដោយឯងនៅ VOA ក៏ដោយក្បាលឯងចេញមកបើកដោះ7មករាមកជាតិឯងកំណើតឯង7មករាទេឯងកុំភូតអញអញ្ចឹងហើយបានជាអាជើងល្បីនៅអាស៊ីសេរីអីភូតខ្ញុំអត់បានទេពួកឯងនេះពួក7មករាឯងខំមានប្រជាធិបតេយ្យកណ្ដួយទេគឺឯងគាត់និយាយទេ
ដល់ថ្ងៃឯងទៅវិញកាលអសុនតារាមកអាមេរិកអីមានអ្នកស្កាត់ទៅជួបអសុនតារាអីលោកគ្រូសុនតារាមកហើយជើងខ្លាំងប្រឆាំងខំវាសនាអីអាខំវាសនាក៏អាច7មករាអសុនតារាក៏7មករាឲ្យវាបំរើ CPP វាជាកូនចៅរបស់ CPP ទេអញ្ចឹងខ្ញុំអត់មានត្រូវការជួបវាកាលអសុនតារាមកចង់សង្ងំកន្លែងនៅខ្ញុំអត់មានតាក់ទងនេះគ្រាន់នោះទៅប្រងទៅនៅបានមានអាកូនក្មេងមួយទៀតមកណាសិត7មករាទេណាសិត7មករា7មករារាប់អានធម្មតាប៉ុន្តែរកស៊ីជាមួយគ្នាត្រូវប្រយ័ត្នគូក្បាល7មករាផ្សេងជួលវាធ្វើការឲ្យដល់ម៉ោងបាយវាអត់មានប្រាប់ថាពូខ្ញុំសុំហូបបាយអីអត់ទេណាស្រាប់តែវាយកចានបាយទៅអង្គុយស៊ីយើងអត់ដឹងបាត់វាទៅណាកាត់ជាវាស៊ីបាយអត់ដឹងម៉ោងដឹងពេលទេណាវាជាមនុស្សម្នាក់ដែលវាគិតថាវាឆ្លាតជាងយើងព្រោះវានៅជាមួយយួនយើងរាប់អានជាខ្មែរធម្មតាប៉ុន្តែដឹងតែខួរក្បាលវា7មករា7មករាអញ្ចឹងអញ្ចឹងទោះបីវានៅអាស៊ីសេរីអីវាកាន់ក្បាលមីក្រូហ្វូនអីប្រជាធិបតេយ្យចឹងមែនប៉ុន្តែវា7មករាទេវាទៅរៀននៅសូវៀតវាទៅរៀននៅហុងហ្គារីវាទៅរៀននៅ East Germany វាអត់មានជំនឿលើលទ្ធិសេរីទេវារស់ស៊ីធ្វើកញ្ចក់អត់បងពុនវាអួតរឿងផ្ទះសម្បែងវាអត់មានជំនឿលើលទ្ធិសេរីទេវាអត់ជឿទេវាគ្រាន់តែយកសង្គមសេរីនឹងធ្វើជាឈ្នន់សម្រាប់សេដ្ឋកិច្ចទេអញ្ចឹងហើយបានកាលណាវាបាន US passport វាថតដាក់ Facebook មានដែលមនុស្សឃើញមនុស្សដូចខ្ញុំបង្ហាញ US passport ទេអត់ដែរទេមកពីអីពីព្រោះវាមិនមែនជារឿងអីប្លែកផងវត្តធម៌7មករាខ្លាំងណាហើយបើវានៅតាមវត្តវិញវាកាន់ទូរស័ព្ទជាប់តែវាស៊ីបាយថ្ងៃត្រង់ហើយវាកាន់ទូរស័ព្ទខល7មករាអញ្ចឹងយើងនៅស្រុកខ្មែរបងប្អូនត្រូវដឹងថា7មករាគឺមានតែបោកភូតហើយនៅអំពើហិង្សាបើបងប្អូនដឹងថាអានឹងគេបោកហើយបងប្អូននៅទៅទៀតអានឹងមានន័យថាបងប្អូនជឿវប្បធម៌7មករាគេប្រាប់ហើយថាដីត្រូវតែកាត់ឈ្មោះតាមទៅអត់ទេឲ្យតែមានមេឃុំអីមកធ្វើសាក់សីអីជឿតាមគេឲ្យលុយគេបាត់អ្នកស្រុកអាមេរិកឥឡូវសិតតែទូរស័ព្ទទៅប្រាប់អ្នកស្រុកខ្មែរសុំកក់លុយទុកមុននេះហើយមកប្រាប់ខ្ញុំថាបងអើយកក់10000មានប្រហែលបងបាត់ធំ7មករាវាបោកយើងបាន10000ណាឆ្ងាញ់ណាជូតមាត់ស្អាតអញ្ចឹងចៅរស់នៅស្រុកខ្មែរមានផ្លូវពីរយកតាមប្រពៃណី7មករាបន្តឲ្យគេបោកយកតាមប្រពៃណីខ្មែរពូជអ្នកជាគេបោកអត់បានគិតខ្លួនឯងណាចង់យកតាមរបៀប7មករាគេបោកបានពីព្រោះអីពីព្រោះយើងបោកគេបោកយើងអាណាបោកលឿនជាងអានឹងចំណេញវត្តធម៌7មករាចាក់អង្គយកអង្ការមេដឹកនាំធំលោកហ៊ុនសែនខ្លាំងអញ្ចឹងដៃចេះតែអស់ទៅព្រៃអស់ដីអស់ភ្នំអស់រ៉ែអស់ប្រទេសជាពាក់គេណាយូរទៅងាប់ភ្លឹបកូនចៅបាច់បាក់អស់លីងព្រោះយួនគេរៀបចំ7មករាអត់ឲ្យអមតៈទេហ៊ុនសែនជឿថាគាត់នឹងអមតៈតកូលហ៊ុននឹងអមតៈអត់ទេតកូលហ៊ុននឹងស្រួយជាងអំបុកទៀតយួនវាលឺសូហ៊ុនសែនថាកុំយកអំណាចពីកូនទេវតាណាយួននៅទីក្រុងហាណូយវាសើចវាថាចុយម៉ាយអញចង់ដាក់កណ្ដុលក៏បានដែរប៉ុន្តែឲ្យវាចូលសិនចុះបន្តិចទៀតអញដាក់កូនកណ្ដុលឲ្យឡើងកាន់អំណាចក៏បានដែរមិនបាច់កូនទេវតាទេហើយហ៊ុនសែនអត់ដឹងទេទេវតាហ្នឹងតាមពិតសំផឹងយះជើងអត់លាកខោតនាប់តាអាហ្នឹងស្រីស្វាយប៉ាក់អត់លាកខោតនាប់ហើយពាក់មកគាត់ទៅធ្វើដៃចេះណាដល់ពេលយះជើងទៅឃើញសេងម៉ាំងមួយចំណិតមួយខ្លែបហ្នឹងលៀនតាសេមកហ្នឹង
ចេះតែថាជ័យយោ7មករាជ័យយោណាក់បាក់ជាជនកូនទេវតាតាមពិតស្រីស្វាយបាក់សោះស្រីស្វាយបាក់អត់លៀកខោទៅនាប់យ៉ាស់ជើងហើយរំធ្វើដៃចេះពាក់មកកម្នាក់ឃើញស្រក់ទឹកមាត់នៅពេលអួតថាកូនទេវតាឡើងកាន់ណាចនៅហាណូយនៅគេថាអញដាក់កូនកណ្ដុលក៏បានដែរព្រោះអញទេអ្នកដាក់នោះអញទេអ្នកដាក់នោះមិនមែនឯងទេអញទេអូនអើយអញទេអ្នកដាក់នោះថ្ងៃក្រោយអញដាក់កូនកណ្ដុលក៏ឡើងកាន់អំណាចបានព្រោះអញអង្គការបកគុំនេះវៀតណាមណានឹងឲ្យយល់ចឹងវប្បធម៌ពីរបើមិនចង់ឲ្យគេបោកត្រូវរៀនតាមបុព្វបុរសខ្មែរទិញស្អីកាត់ឈ្មោះឲ្យតាមត្រូវមិនមែនថាឲ្យធន់អ៊ីវទេបងប្អូនឯងនៅគេបោកបានពីព្រោះអីពីព្រោះចេះទៅតាមគេគ្មានអ្នកនៅស្រុកខ្មែរតែគេបោកយើងបានបោកហើយអញ្ចឹងហើយបានស្រីលក់លេបន្តិចយំដូរប្តីអាមុខហើមក៏បោកដែរហើយយើងចេះឆ្ងល់ចុះអ្នកលក់លេស្អាតស្ងប់មិនក៏ត្រូវគេបោកមកពីអីគ្នាអ្នកលក់លេគ្នាវប្បធម៌7មករាងាប់ស្អែកក៏ដោយអញសុំសស្បែកសិនណាកើតមហារាជក៏ដោយក៏សុកចិត្តប្រើសិនដែរវប្បធម៌7មករាអានឹងហើយវប្បធម៌7មករាវប្បធម៌7មករាគឺដូចដៃឆក់ចឹងគឺអូយស្បាយណាស់បាយមែនតើនឹងហើយវប្បធម៌7មករារីឯវប្បធម៌របស់ដូនតាយើងឲ្យខំធ្វើការឲ្យខំរៀនឲ្យគិតការលំបាកមុនគិតការសបាយតែវប្បធម៌7មករាឈ្នះមិនបានវប្បធម៌7មករាឈ្នះពីព្រោះវប្បធម៌7មករាសបាយវប្បធម៌7មករានៅក្នុងខួរក្បាលស្ត្រីនៅប្រទេសកម្ពុជាកាលណាលងក្នុង7មករាទី1បើទៅការចេះផឹកជោគជាមួយប្តីផឹកបើឡើងរំប្តីអត់រំជាមួយទេប្តីអត់រំជាមួយទេពីព្រោះប្តីវាអាឡ័យផឹកអាហ្នឹងវប្បធម៌7មករាមួយវប្បធម៌7មករាមួយធ្វើម៉េចឲ្យស្អាតតាមរូបភាពធ្វើម៉េចឲ្យស្អាតតាមវីដេអូអារឿងស្អុយអារឿងឆ្អាបអារឿងកក្រិចកុំខ្វល់ធ្វើម៉េចឲ្យតែនៅក្នុង TikTok នៅក្នុង Instagram នៅក្នុងTelegram នៅក្នុង Facebook ស្អាតគឺបានណានឹងគឺវប្បធម៌7មករាហើយវប្បធម៌7មករានេះណាក៏ជាវប្បធម៌ globalization វប្បធម៌សកលលោកការភាវូបនីយកម្មនេះដូចគ្នាគេធ្វើឲ្យមនុស្សក្រីក្រសបាយភ្លេចខ្លួនហើយបង្កើតឲ្យមនុស្សខ្លាយទៅជា consumer ប្រែមកថាជាអ្នកប្រើប្រាស់គេធ្វើឲ្យមនុស្សនៅលើផែនដីខ្លាយទៅជាទេសកលបែបថ្មីគេហៅថាទេសកលនៃជីវិតត្រេកតាលគេធ្វើឲ្យមនុស្សខ្លាយទៅជាសត្វកណ្ដុរឬក៏ជាសត្វ hamster ដែលរត់អត់ឈប់រហូតដល់ដាច់ឆ្លងស្លាប់ហើយអ្នកដែលគេចេះគិតគេកើបលុយអញ្ចឹងអាវប្បធម៌7មករានេះក៏វាដូចគ្នានឹង globalization ដែរ globalization មានផ្លូវពីរអ្នកចេះគិតរស់បានតពូជតពងវងតកូលអ្នកអត់ចេះគិតมันអាចមាន3ចំនួនទេมันអាចមាន3ចំនួនទេគឺមានតែមួយផ្លែតក្រមានតែមួយផ្លែតក្រមានតែមួយផ្លែតក្រហើយគេចាត់ទុកថាទោះបីមួយផ្លែតក្រក៏ដោយសុំឲ្យคล้ายទៅជាអ្នកមានតែ1នាទីក៏សក់ចិត្តដែរអញ្ចឹងហើយបានជាវប្បធម៌7មករាពោពេញទៅដោយ fake ពេញទៅដោយ brag flattery គឺពេញទៅដោយគេហៅថាជោអួតកុហកភូតអញ្ចឹងហើយបានគេបង្កើតពាក្យមួយឲ្យក្មេងខ្មែរជឿគេថានៅស្រុកខ្មែរណាតប៉ែតែសុបាយតាគេថាស្រុកខ្មែរតប៉ែតែសុបាយស្រុកអាមេរិកអត់សុបាយអញ្ចឹងទេពិតហើយទៅអនាគតតើវប្បធម៌ណាឈ្នះនៅស្រុកខ្មែរ
ខ្ញុំឆ្លើយឲ្យហើយនៅស្រុកខ្មែរវប្បធម៌ដែលឈ្នះគឺវប្បធម៌7មករាអញ្ចឹងអ្នកណាអ្នកឈ្នះវៀតណាមឈ្នះពេលព្រោះវប្បធម៌7មករាឈ្នះ